បន្ទាប់ពីបងប្រុសម្នាក់បានផុសហើយសរសេរ caption ថាសួរថានរណាមិនភ័យបើរត់មកអញ្ចឹងអីនរណាគេលេងចឹងទេពូបន្ទាប់ពីឃើញការផុសក្នុងសង្គម Facebook ភ្លាមនោះក្រុមប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញបានចុះស្រាវជ្រាវភ្លាមថាករណីនោះកើតឡើងនៅកន្លែងណាជាលទ្ធផលករណីនោះកើតឡើងនៅតុបទេពផនដោយមន្ត្រីនគរបាល2រូបជាមួយនឹងមន្ត្រីជាប់កិច្ចសន្យាចំនួន2រូបសរុប4នាក់បានធ្វើការឃាត់ម៉ូតូស្កូភីមួយគ្រឿងមិនចាំស្លាកលេខដោយសារតែម៉ូតូស្កូភីមួយគ្រឿងនោះជិះល្មើសស្លាកសញ្ញាហាមបត់ត្រឡប់ក្រោយប៉ុន្តែមិនធ្វើការផាកវិន័យទេប៉ុន្តែអ្វីដែលជាចម្ងល់របស់បងប្អូនមហាជននិងជាបទបញ្ជារបស់ថ្នាក់លើលោកពូស្នងការជួនណារិនស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាដាច់ណាត់ហើយទាំងមន្ត្រីនគរបាលចរាចរណ៍ទាំងមន្ត្រីជាប់កិច្ចសន្យាមិនត្រូវពួនស្ទាក់ទេប្រសិនបើឃើញការពួនស្ទាក់ណាមួយត្រូវបានបងប្អូនប្រជាពលរដ្ឋលោកថតបានច្បាស់ណាស់នឹងត្រូវទទួលនៅការផាកពិន័យតាមបទបញ្ជាកងកម្លាំងនគរបាលជាអញ្ចឹងចំពោះករណីដែលកំពុងតែផ្ទុះនៅថ្ងៃទី14ខែឧសភាឆ្នាំ2025ថ្នាក់លើកំពុងតែពិនិត្យហើយតើសកម្មភាពរបស់មន្ត្រីទាំង4មានមន្ត្រីជាប់កិច្ចសន្យា2នាក់និងប៉ូលីសចរាចរណ៍2នាក់តើសកម្មភាពខាងលើជាសកម្មភាពពួនស្ទាក់ឬក៏យ៉ាងណាប្រសិនបើរកឃើញថាមានកំហុសមែននោះប្រាកដជាត្រូវទទួលពិន័យជាក់ជាមិនខានអញ្ចឹងបងប្អូនរងចាំមើលចំណាត់ការរបស់ថ្នាក់លើជាពិសេសហ្នឹងលោកពូស្នងការជួនណារិនខុសថាខុសត្រូវថាត្រូវហើយប្រសិនបើរកឃើញថាមន្ត្រីណាខុសគោលការណ៍ច្បាស់ជាទទួលពិន័យជាក់ជាមិនខានណាបងប្អូនយើង